នងក្តៅបងទាំងអស់គ្នាជួយចែករំលែកคลิปនេះម្នាក់មួយហើយយើងនឹងសង្កេតមើលឥឡូវបាយធ្លាយហើយចាមិញថ្មីហ្នឹងថ្ងៃ3កុម្ភៈឆ្នាំ2026នេះបាយធ្លាយខ្សែអាត់សម្លេងផ្ទៃក្នុងរបស់កងទ័ពថៃចាអូយធៀមរដ្ឋបហាចាបន្ទាប់ពីបាយធ្លាយខ្សែអាត់សម្លេងចាយពេញបណ្ដាញសង្គម Facebook ថៃបងទាំងអស់គ្នាឥឡូវនេះអ្នកនាំពាក្យកងទ័ពថៃនេះអាមុខថៃឆ្លូននេះឃើញមុខអាមួយនោះខ្ញុំខ្នាញ់ហ្មងអាមួយហ្នឹងគឺវាចាញ់មកបានថ្លែងការប្រាប់ទៅសារព័ត៌មានថាចែកខ្សែអាត់សម្លេងនៃបាយធ្លាយហ្នឹងគឺคล้ายមិនមែនការពិតទេរបៀបក្នុងអត្ថន័យខ្សែអាត់ហ្នឹងថាខាងកងទ័ពនឹងត្រៀមប្រើកម្លាំងយោធាអន្តរាគមន៍ទៅលើគណៈបកភិតផលផាធីគឺគណៈបកប្រជាជនដែលនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដោយសារតែមានការគ្រប់គ្រងខ្លាំងពីសំណាក់ប្រជាជនរបស់ថៃអញ្ចឹងណាអញ្ចឹងគេអាចបានស្មានថាគណៈបកប្រជាជនថៃហ្នឹងនឹងអាចក្លាយជានាយករដ្ឋមន្ត្រីហើយគេត្រៀមថាបើគណៈបកនឹងជាប់នឹងត្រៀមធ្វើរដ្ឋបហាតែម្ដងអញ្ចឹងគេត្រៀមកងកម្លាំងទ័ពរបស់គេអីចឹងណាមានណាដល់ឥឡូវគេចេញមកបកស្រាយគេថាអត់មានការធ្វើរដ្ឋបហាទេគេគោរពអីណាទៅតាមច្បាប់របស់គេអីចឹងប៉ុន្តែបងប្អូនចាំសង្កេតមើលទៅពេលដែលដល់គៀកថ្ងៃបោះឆ្នោតកាន់តែខ្លាំងហើយពេលដែលជ្រើសរើសនាយករដ្ឋមន្ត្រីដែលស្របច្បាប់ទី33របស់ប្រទេសថៃហើយដែលជានាយករដ្ឋមន្ត្រីមួយដែលមិនដែលគេហៅថាអត់ស្ថិតនៅក្រោមអំណាចរបស់ស្ដេចនឹងយោធាដែលអាចបញ្ជាក្បាលបានឬក៏ឡើងទៅធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់ខាងស្ដេចនឹងខាងយោធាវីចាត្រៀមធ្វើរដ្ឋបហាហើយយើងអត់ដែលមានណាគេអង្គុយកៅអីនាយករដ្ឋមន្ត្រីនឹងលើកពី3ខែឯងដោយបានឃើញនៅអាណត្តិនឹងអញ្ចឹងគាត់ដូរនាយករដ្ឋមន្ត្រីមកណៃចា4នាយករដ្ឋមន្ត្រីចាអញ្ចឹងបងចាំមើលណាពេលដែលជ្រើសរើសនាយករដ្ឋមន្ត្រីហើយប្រកាសណានឹងមានរដ្ឋបហាកើតឡើងហើយចាំមើលបើសិនជាមានរដ្ឋបហាកើតឡើងមែនណាគ្មានអីក្រៅពីទាញរឿងទឹកដីដែលពាក់ព័ន្ធជាមួយកម្ពុជាយើងទេពួកនឹងគឺអញ្ចឹងវាអត់មានអីដែលយកមកធ្វើឈ្នន់យកមកដោះស្រាយបានបញ្ហារបស់វានឹងក្រៅពីទាញរឿងព្រំដែនរបស់កម្ពុជាមិនយូរមិនឆាប់ទេទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជានឹងត្រូវប្រគល់មកម្ចាស់ដើមវិញហើយ